សូមគោរពជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំបងប្អូនទៅហាងកាហ្វេនិងអាហារដែលស្ថិតនៅក្នុងក្រុងសេរីសុភ័ណ្ឌតោះឥឡូវយើងទៅជាមួយនាងខ្ញុំទាំងអស់គ្នានៅពេលមកដល់ភ្លើងស្តុបបំបីជា4បើភ្លើងសញ្ញាពណ៌ក្រហមយើងឈប់ស្តុបសិនរួចជិះទៅត្រង់ប្រហែល 2000 ម៉ែត្ររហូតដល់មុខវិទ្យាល័យសម្ដេចឪនៅពេលដែលជិះដល់មុខវិទ្យាល័យសម្ដេចឪរួចបើកភ្លើងស៊ីញ៉ូបត់ឆ្វេងមើលឲ្យច្បាស់ថាមានសុវត្ថិភាពទើបយើងអាចទៅបានរួចដល់ខ្លងទ្វារសួនមានជ័យឬហៅថាវេទិកាខេត្តបន្ទាយមានជ័យទៅមុខប្រហែល50ម៉ែត្ររួចបត់ស្ដាំរួចជិះទៅមុខប្រហែល200ម៉ែត្រហើយនៅខាងស្ដាំដៃនឹងឃើញឈ្មោះហាងម៉ូកូមុននឹងឈានចូលទៅដល់ក្នុងហាងយើងទៅមើលទេសភាពកន្លែងអង្គុយខាងក្រៅជាមុនសិនឥឡូវនេះយើងចូលទៅមើលផ្នែកខាងក្នុងទាំងអស់គ្នានៅពេលយើងចូលមកដល់ផ្នែកខាងក្នុងនោះនឹងឃើញបុគ្គលិករងចាំស្វាគមន៍យើងតាមបែបបដិសណ្ឋារកិច្ចហើយយើងធ្វើការកម្មង់ភេសជ្ជៈហើយនិងអាហារជាច្រើនមុខដែលមាននៅក្នុងហាងបន្ទាប់ពីបានបរិភោគអាហារថ្ងៃត្រង់រួចរាល់ចំពោះបាយឆ្អឹងជំនីជ្រូកហើយនិងបបរគ្រឿងសាច់ត្រីវិញនាងខ្ញុំរេតឲ្យ8 លើ 10ហើយចំពោះកាហ្វេ Hot Latte វិញ Videographer គាត់រេតឲ្យ9 លើ 10បើប្រៀបធៀបទៅជាមួយហាងដែលគាត់ធ្លាប់ចូលពីមុនមកដែលមានតម្លៃខ្ពស់ជាងនឹងរីឯទឹកតែដែលខាងហាងគាត់បានផ្ដល់ជូនវិញរេតឲ្យ10 លើ 10គឺវាមានរសជាតិឆ្ងាញ់ហើយនិងមានក្លិនឈ្ងុយមែនទែនចំពោះហាងម៉ូកូចាប់បើកលក់ពីម៉ោង 6:30 នាទីព្រឹកនិងបិទនៅម៉ោង 8:00 នាទីយប់សោភ័ណភាពហើយនិងបរិយាកាសបែបនេះអនាម័យបែបនេះហើយតម្លៃក៏សមរម្យតោះសូមអញ្ជើញមកសាកភ្លក់រសជាតិទាំងអស់គ្នាជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា